រឿងមនុស្សយន្តធ្វើស្រែចម្ការនៅក្នុងភូមិតូចមួយមានកសិករម្នាក់ឈ្មោះតារាគាត់ខំធ្វើស្រែចម្ការរៀងរាល់ថ្ងៃប៉ុន្តែការងារនៅស្រែធ្ងន់ធ្ងរនិងចំណាយពេលច្រើនថ្ងៃមួយតារាបានបង្កើតមនុស្សយន្តកសិករមួយឈ្មោះរ៉ូបូដើម្បីជួយធ្វើការនៅស្រែថ្ងៃដំបូងដែលរ៉ូបូទៅស្រែវាបាននិយាយថារ៉ូបូសួស្តីម្ចាស់ថ្ងៃនេះខ្ញុំនឹងជួយភ្ជួរដីនិងដាំស្រូវតារាល្អណាស់រ៉ូបូបើយើងធ្វើការរួមគ្នាស្រែយើងនឹងលូតលាស់ល្អរ៉ូបូបានចាប់ផ្ដើមភ្ជួរដីដាំស្រូវនិងស្រោចទឹកដោយប្រើបច្ចេកវិទ្យាឆ្លាតវៃវាអាចពិនិត្យមើលអាកាសធាតុនិងប្រាប់ថាពេលណាគួរដាំដំណាំឬស្រោចទឹកថ្ងៃកន្លងទៅស្រែរបស់តារាបានក្លាយជាស្រែបៃតងស្រស់ស្អាតរ៉ូបូម្ចាស់មើលទៅស្រូវកំពុងលូតលាស់ល្អណាស់តារាអរគុណណាស់រ៉ូបូបើគ្មានអ្នកជួយខ្ញុំប្រហែលធ្វើមិនទាន់ទេចាប់តាំងពីថ្ងៃនោះមកតារានិងរ៉ូបូបានធ្វើការរួមគ្នារាល់ថ្ងៃហើយស្រែចម្ការនៅភូមិនោះក៏កាន់តែរីកចម្រើន